មនុស្សមួយក្រុមមានគ្នាប្រហែលជាខ្ទង់10នាក់ស្លៀកពាក់បែបបុរាណមានប្រុសមានស្រីឈរនៅលើផ្ទះសម័យប្រាំងដែលគេបោះបង់ចោលរយៈពេល20ឆ្នាំហ្នឹងណាទាំងកណ្ដាលយប់សភាពពួកគេបើសិនជាមានអ្នកណាគេបានឃើញទាំងអស់គ្នានឹងមានអារម្មណ៍ថាខ្លាចនិងព្រឺស្បល់ខ្លាំងមែនទែនជាពិសេសមនុស្សទាំងអស់ហ្នឹងណាប្រហែលខ្លួនតែពេលយប់ទេពេលថ្ងៃអីគឺមិនដែលឃើញសោះតែម្ដងចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់នឹងឈ្មោះថាបង្វត់ប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះមួយបងប្អូនរបស់គាត់ហ្នឹងណាកាលពីក្នុងឆ្នាំ2024ហ្នឹងឯងកាលហ្នឹងដោយសារតែផ្ទះរបស់គាត់ដែលនៅផ្សារហ្នឹងណាគឺត្រូវបានជួសជុលទាំងស្រុងចឹងហើយម៉ាក់ប៉ារបស់គាត់ក៏ឲ្យគាត់ទៅរកផ្ទះមីងរបស់គាត់សិនទៅដល់ផ្ទះមីងរបស់គាត់ហ្នឹងគឺនៅឆ្ងាយពីទីរួមខេត្តប្រហែលជាខ្ទង់20គីឡូដីទេហើយផ្ទះមីងរបស់គាត់ហ្នឹងណាគឺជាផ្ទះថ្មពីរជាន់នឹងឯងជុំវិញផ្ទះមីងរបស់គាត់គឺអត់មានតែចិត្តខាងណាទាំងអស់គ្នាជាពិសេសគឺនៅអាផ្ទះដែលជាប់បន្ទប់ដែលគាត់ដេកហ្នឹងទីទាំងអស់គ្នាគឺជាប្រភេទផ្ទះសម័យប្រាំងដែលត្រូវបានគេទុកចោលរយៈពេលជិត20ឆ្នាំហើយគាត់ក៏បានសួរមីងរបស់គាត់ថាហេតុអីមិនតាន់គេទុកចោលយូរម៉េចអីចឹងទៅតែមីងរបស់គាត់ក៏ប្រាប់ថាធម្មតាទេផ្ទះសម័យប្រាំងសល់មកពីយូរចឹងទៅវាអាចនឹងគេខ្ជិលជួសជុលឡើងវិញអីចឹងណាត្រូវបានគេទុកចោលទាំងស្រុងចឹងទៅទាំងអស់គ្នាតាមដែលគាត់ប្រាប់មកគឺ20ឆ្នាំហើយត្រូវបានគេទុកចោលហ្នឹងណាតែពីមុនមកកាលពីមុន20ឆ្នាំមុនគឺមានគេរស់នៅធម្មតាទេផ្ទះមួយហ្នឹងបើសិនជាមើលពេលថ្ងៃទៅគឺធម្មតាទាំងអស់គ្នាបើតាមសិនជាមើលពេលយប់គឺគួរឲ្យខ្លាចខ្លាំងមែនតើសម័យមើលទៅផ្ទះសម័យប្រាំងរបៀបថាកន្លែងខ្លះដបបាក់បែកកន្លែងខ្លះទៀតទៅរបៀបថាអត់ក្បឿងធ្លាក់ចុះមកអីចឹងទៅជាពិសេសហ្នឹងណាគឺប្អួយគឺបាក់បែកមកបើសិនជាយើងមើលពីលើផ្ទះរបស់មីងគាត់ទៅផ្ទះសម័យប្រាំងមួយហ្នឹងគឺមានអារម្មណ៍ថាព្រឺសបល់គួរឲ្យខ្លាចនឹងឯងទាំងអស់គ្នាផ្ទះមីងរបស់គាត់គឺមានទាំងអស់គឺ4បន្ទប់ប៉ុន្តែពួកគាត់ពេលទៅនៅហ្នឹងទៅតែ3នាក់ទេមានប្អូនស្រីរបស់គាត់អូនប្រុសរបស់គាត់នឹងឯងដល់2នាក់ហ្នឹងគឺនៅបន្ទប់ជាន់ខាងក្រោមម្នាក់មួយចំណែកបងមុតគឺនៅបន្ទប់ជាន់ខាងលើដោយសារអីគាត់បងគេថាមួយទៀតបងប្អូនរបស់គាត់ហ្នឹងគឺមនុស្សខ្លាចខ្មោចចឹងហើយទៅគាត់រស់នៅបន្ទប់ខាងលើហ្នឹងចឹងទៅហើយគាត់ថាបន្ទប់ដែលគាត់ដេកហ្នឹងទៀតទាំងអស់គ្នាគ្រាន់តែបើប្អួយទាញចេញមកទេគឺបានឃើញអាទិដ្ឋភាពផ្ទះដែលគេទុកចោលផ្ទះសម័យប្រាំងក្នុងស្រុងហ្នឹងឯងទាំងអស់គ្នាហើយគាត់ថាបើសិនជាមើលពីលើបន្ទប់ហ្នឹងទៅបន្ទប់ដែលគាត់ដេកនៅបន្ទប់របស់ផ្ទះមីងគាត់ហ្នឹងសម្លឹងមើលតែបន្ទប់ផ្ទះគេទុកចោលហ្នឹងគឺមានអារម្មណ៍ថាព្រឺសបល់គួរឲ្យខ្លាចនឹងឯងទាំងគ្នាសម័យមើលទាំងគ្នាទាំងយើងទាំងគេនៅពេលដែលបានឃើញផ្ទះសម័យប្រាំងគឺយើងខ្លាចមួយហើយប៉ុន្តែបើសិនជាយើងបានឃើញនៅពេលយប់ទៀតអារម្មណ៍របស់យើងគឺនៅក្នុងខ្លួនទេអញ្ចឹងគាត់ថានៅយប់ដំបូងដែលគាត់បានទៅហ្នឹងម្នាក់គឺបានទិញរបៀបថាផ្លែឈើទិញធូបទិញធានទៅអុជនៅក្នុងផ្ទះរបស់មីងគាត់ដែរដោយសារអីផ្ទះហ្នឹងពួកគាត់មិនដែលនៅពីមុនមកទេហើយណាមួយទៀតមីងរបស់គាត់ក៏ទុកចោលរបៀបថា2 3ឆ្នាំហើយដែរអញ្ចឹងទៅអញ្ចឹងពួកគាត់ពេលដែលមកនៅត្រូវទៅអុជធូបសុំម្ចាស់ទឹកម្ចាស់ដីសុំជំនឿតែសុំអីចឹងទៅអញ្ចឹងនៅយប់ដំបូងហ្នឹងពួកគាត់គឺដីលក់ស្រួលធម្មតាទេប៉ុន្តែនៅម៉ោងប្រហែលជាខ្ទង់បាន12 10ហ្នឹងណាបងប្អូនក៏ចាប់បានមានអារម្មណ៍ថាឮសំឡេងចម្លែកប៉ុន្តែសំឡេងហ្នឹងគឺឮចេញពីផ្ទះជំនាន់ប្រាំងដែលគេបោះបង់ចោលនឹងឯងប៉ុន្តែពេលហ្នឹងគឺគាត់ព្យាយាមធ្វើជាអត់ចាប់អារម្មណ៍ចាប់អីចឹងណាដោយសារគាត់គិតថាប្រហែលជាសំឡេងខ្យល់បុកប៉ះជាមួយនឹងវាថាបាក់ប៉ះមួយនឹងប្អួយផ្ទះហ្នឹងឬមួយក៏របៀបថាបាក់ទៅគឺឮសំឡេងកើនៅក្នុងផ្ទះហ្នឹងអីចឹងទៅដោយសារផ្ទះវាទុកចោលយូរអញ្ចឹងណាអញ្ចឹងគាត់ក៏មិនចាប់អារម្មណ៍ទេគាត់ស្ងប់ដេកចឹងទៅពេលដែលព្រលឹមឡើងគាត់មានប្អូនស្រីប្អូនរបស់គាត់ហ្នឹងក៏ទៅផ្សារជួយលក់បានប៉ារបស់គាត់ដូចធម្មតាហើយគាត់ក៏ទៅធ្វើការដែរដោយសារពេលហ្នឹងគាត់ធ្វើការនៅធនាគារទាំងគ្នាអញ្ចឹងគាត់ក៏ទៅធ្វើការហ្នឹងប៉ុន្តែនៅពេលដែលម៉ោងចេញពីធ្វើការវិញនេះខ្ទង់ម៉ោង5ម៉ោង6អីគឺគាត់ដឹងតែយកបាយមកហូបពីម៉ាក់របស់គាត់ធ្វើហើយហ្នឹងណាយកមកផ្ទះនៅផ្ទះរបស់មីងគាត់ហ្នឹងហើយម៉ោងហ្នឹងគឺអង្គុយញ៉ាំជុំគ្នាបងប្អូនរបស់គាត់ចឹងទៅអញ្ចឹងផ្ទះហ្នឹងគឺអត់មានទូទាត់មានអីមើលទេម្នាក់ពេលទៅក្នុងបន្ទប់រៀងៗខ្លួនហ្នឹងគឺចុចលេងទូរស័ព្ទចុចលេង iPad អីរៀងៗខ្លួនហ្នឹងឯងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគាត់ក៏ដើរឡើងទៅបន្ទប់របស់គាត់ដូចរាល់ដងពេលដែលគាត់ដើរឡើងទៅចែកដល់នេះបន្ទប់គាត់នេះពេលថ្ងៃពេលព្រឹកមុនពេលគាត់ទៅធ្វើការហ្នឹងគាត់ដើរប្រួយចោលពេលហ្នឹងគាត់តាមបាត់វិញទាំងអស់គ្នាហើយមកផាច់ជិះខ្ទង់8 9ហ្នឹងណាគាត់ដើរទៅបន្ទប់របស់គាត់ដើរទៅដល់ភ្លាមភ្នែករបស់គាត់គឺងាកសន្លឹងទៅគឺចាំអាផ្ទះដែលគេទុកចោលហ្នឹងឯងដោយសារប្អូនគឺបើកចំហចោលអញ្ចឹងគាត់ក៏ដើរទៅទាញប្អូនបិទវិញទាញប្អូនបិទហ្នឹងណាដល់គ្នាភ្នែករបស់គាត់ហើយនឹងអារម្មណ៍របស់គាត់គឺចង់ដឹងខ្លួនមែនគាត់អឺតក្បាលទៅខាងក្រៅតិចគាត់ចង់ដឹងថាតើផ្ទះហ្នឹងវាមានហេតុភេទអីគួរឲ្យខ្លាចឬក៏អត់អីចឹងទៅប៉ុន្តែនៅពេលដែលគាត់អឺតមើលហ្នឹងគឺអត់មានឃើញអីទេផ្ទះហ្នឹងគឺល្ងឹតស្លុបណាស់ទាំងគ្នាល្ងឹតស្លុបមកអត់មានភ្លើងអត់មានអីទេមានតែភ្លើងដែលចាំងពីផ្ទះមីងរបស់គាត់ហ្នឹងឯងអញ្ចឹងពេលហ្នឹងគាត់ក៏ទាញប្អូនបិទរួចគាត់កន្លងលើក្រែចុចទូរស័ព្ទចុចអីលេស្ដាប់ជំរាបស័ព្ទអីចឹងទៅរហូតដល់ម៉ោងប្រហែលជាខ្ទង់10ជាងគាត់ក៏ដេកលក់បាត់ចឹងណាចំណែកបងប្អូនរបស់គាត់គាត់ដឹងតែដេកលក់ហើយនៅចឹងឯងអញ្ចឹងគាត់ក៏សង្ងំដេករហូតដេកលក់នឹងឯងទាំងគ្នាចូលដល់ម៉ោងប្រហែលជាខ្ទង់2 10ក៏គាត់នឹងសាប់ទៅលើសំឡេងក្មេងយំហើយឮសំឡេងមនុស្សស្រីអេរបៀបពេលកូនហើយផ្ទះគូតឬផាត់ផាច់ចឹងទៅហើយបន្តមកទៀតក៏ឮសំឡេងមានមនុស្សបែបមនុស្សចាស់ស្រែកខាងចេះហើយថ្ងៃមិនលួងវារបៀបស្លាក់ស្លេងនោះគឺស្រែកចឹងហ្មងអញ្ចឹងពេលហ្នឹងគាត់របៀបថាចេះអារម្មណ៍របស់គាត់វា50 ដូចមែនទេតិចដូចយូរសាប់បន្តិចគាត់របៀបថានៅវាវិលចឹងបងប្អូនប៉ុន្តែគឺគាត់អត់តន់ច្បាស់ទេថាសំឡេងនឹងលឺនៅក្នុងយូរសាប់ឬមួយក៏លឺចេញពីកន្លែងណាមួយនៅអាផ្ទះជាប់គាត់ហ្នឹងឬមួយក៏លឺចេញពីផ្ទះវិញរបស់គាត់គឺគាត់ច្បាស់នឹងឯងរហូតដល់សំឡេងនឹងលឺសំឡេងស្រែកមកទំហំមួយទៀតជាសំឡេងប្រុសអាំងខ្លាំងណាលឺសំឡេងអាំងខ្លាំងណាម្ដងទៀតហ្នឹងណាគាត់ក៏ស្ទុះក្រាបហ្មងសារគាត់ភ្ញាក់ដឹងខ្លួនមកឡើងបាច់ញើសជោគហ្មងហើយបន្តមកទៀតក៏លឺសំឡេងខ្សឹបលឺសំឡេងនិយាយគ្នាលឺសំឡេងពេលកូនហើយសំឡេងហ្នឹងគឺគាត់មិនមែនលឺនៅក្នុងយូរសាប់ឬក៏គាត់ស្ដាប់ស្មើអីទេ
គាត់បានលឺប៉ុន្តែលឺចេញពីផ្ទះជំនាន់5គេបោះបង់ចោលហ្នឹងឯងពេលហ្នឹងគាត់ពិតជាចង់ដឹងខ្លាំងមែនទែនថាអីដែលគាត់បានលឺហ្នឹងវាជាអីឲ្យប្រកាសគាត់ពិតជាចង់ដឹងខ្លាំងទាំងអស់គ្នាប៉ុន្តែគាត់ព្យាយាមអត់បានប្រួយចឹងណាគាត់ព្យាយាមសង្ងំដេករហូតដល់ភ្លឺពេលហ្នឹងណាគាត់ក៏បានសួរបងប្អូនរបស់គាត់ពេលគាត់ចុះលើបន្ទប់ទៅនេះគាត់សួរថាអេយប់មិញពួកឯងមានលឺអីអត់អញ្ចឹងបងប្អូនគាត់ងាកមើលចេះលឺអីគេសួរបែបឆ្ងល់អញ្ចឹងណាអញ្ចឹងគាត់ថាចេះអូសង្ស័យតែគាត់លឺតែម្នាក់ឯងទេអញ្ចឹងហើយគាត់នឹងក៏ចង់និយាយប្រាប់បងប្អូនគាត់ដែរគាត់ខ្លាចថាបងប្អូនរបស់គាត់ហ្នឹងវាខ្លាចអញ្ចឹងគាត់ថាអត់អីហងយប់មិញគាត់ភ្លេចបិទប្រអួយអញ្ចឹងទៅលឺសលេងខ្យល់បក់អីអញ្ចឹងទៅគាត់ចង់តែប្រាប់អញ្ចឹងណាតែបងប្អូនរបស់គាត់ប្រាប់ចេះលឺអីផ្សេងដឹងលឺអីផ្សេងដឹងវាសួរបែបអត់ជឿដោយសារពីអ្នកបងប្អូនរបស់គាត់ហ្នឹងគឺឆាប់សង្ស័យហ៊ានតែសុកសួរអីអញ្ចឹងណាគឺច្បាស់ជាសួរនាំវិញហ្មងតែគាត់ប្រាប់ថាអត់មានអីទេអត់មានអីទេអត់មានលឺអត់មានអីទេអញ្ចឹងវិញទៅអញ្ចឹងគាត់ទៅរៀងខ្លួនទៅធ្វើការអ្នកខ្លះទៅរៀនទៅលក់ដូរអត់អញ្ចឹងទៅទាំងអស់គ្នាចូលដល់យប់ទី3នៅម៉ោងប្រហែលជាខ្ទង់ម៉ោង9ម៉ោង10យប់នេះគាត់មួយប្អូនរបស់គាត់ហ្នឹងគឺរបៀបថាអង្គុយលេងហ្គេមជុំគ្នាបងប្រុសរបស់គាត់នៅបន្ទប់ខាងក្រោមហ្នឹងឯងអង្គុយលេងហ្គេមរួចហ្នឹងនៅម៉ោងប្រហែលជាខ្ទង់10ជាងហ្នឹងគាត់ក៏ដើរឡើងទៅបន្ទប់របស់គាត់វិញពេលហ្នឹងប្អូនរបស់គាត់គឺបាត់អស់ហើយគាត់ចាំបានហ្មងថាប្អូនរបស់គាត់ពេលគាត់មុជទៅដោកៅអៅហើយហ្នឹងគឺបាត់ប្អូនអស់ហើយតែនៅពេលគាត់ដើរឡើងទៅវិញប្អូនរបស់គាត់បែរជាចំហចោលបែរជាចំហចោលទាំងអស់គ្នាអញ្ចឹងគាត់អារម្មណ៍មួយគាត់ថាចាគួរតែទៅដេកបន្ទប់ខាងក្រោមមួយប្អូនប្រុសរបស់គាត់ឬមួយក៏ដេកបន្ទប់លើហ្នឹងមួយដេកបន្ទប់លើហ្នឹងម្នាក់ឯងអារម្មណ៍គាត់គឺគិតទាំងអស់គ្នាប៉ុន្តែគាត់ឈរសម្លឹងមើលប្អូននឹងបដាមើលបន្ទប់នឹងបដាមើលប្អូនទៅមើលតែអាផ្ទះដែលគេຕົកចោលនឹងបដាមើលក្នុងបន្ទប់នឹងបដាហើយអារម្មណ៍គាត់ចុងក្រោយគឺគាត់សម្រេចចិត្តថាដេកនៅលើនឹងចាស់អត់បើសិនជាគាត់ទៅដេកខាងក្រោមប្អូនប្រុសរបស់គាត់នឹងសង្ស័យទៀតហើយអញ្ចឹងគាត់ក៏ដើរទីប្អូនបិទទីមុនបិទរួចគាត់ដើរឡើងលើក្រែដេកពេលហ្នឹងទាំងអស់គ្នាគាត់ដេកលក់ទេគាត់ដេកសាក់សល់បែកខ្លួនចុះឡើងបន្តមកទៀតនៅម៉ោងប្រហែលជាខ្ទង់2សម្រាប់អាយុទី3ហ្នឹងណាគឺលឺសំឡេងទៀតហើយលឺសំឡេងក្មេងយំលឺសំឡេងមនុស្សស្រីលួងកូនឲ្យដេកហើយលឺសំឡេងមនុស្សស្រីមនុស្សបែបចំណាស់មនុស្សស្រីស្រីថាថ្ងៃមិនលួងវាបន្តមកទៀតលឺសំឡេងមនុស្សប្រុសស្រីថាអញខ្លាំងហើយសំឡេងហ្នឹងគឺលឺច្បាស់ពេញជារបស់គាត់នឹងឯងតែគាត់ក៏អត់តាន់ដេកលក់ឯទាំងគ្នាគាត់ក៏សម្រេចថាមើលច្បាស់តែសំឡេងហ្នឹងលឺពីកន្លែងណាហើយអីដែលគាត់លឺហ្នឹងគឺជាអីគេជាមនុស្សមួយក៏អីគេមួយព្រឹកស្បល់ឡើងហ្នឹងអញ្ចឹងគាត់ក៏ដើរទៅកន្លែងប្រួយទាំងគ្នាគាត់បាក់ប្រួយប្រហើបមើលពេលគាត់បាក់ប្រួយប្រហើបមើលហ្នឹងគាត់ឃើញនៅក្នុងផ្ទះហ្នឹងគឺមានអុចទៀនអុចធូបអីរបៀបអុចទៀនអុចជាគៀងអុចអីទាំងលើទាំងក្រោមទាំងលើផ្ទះទាំងអស់ហ្មងគឺដូចមានមនុស្សនៅធម្មតាអញ្ចឹងគាត់ក៏មើលចែមើលទាំងអស់គ្នាមើលស្រាប់តែគាត់នឹងជ្រោដៃបាក់ប្រួយមកទំហឹងបាក់ប្រួយខ្នាក់ស្រាប់តែនៅក្នុងហ្នឹងនេះប្រួយទាំងអស់ហ្នឹងគឺបាត់ដូចគ្នាអាប្រួយនៅផ្ទះដែលគេទុកចោលហ្នឹងប្រួយខ្លះគឺបាក់ចំហហ្នឹងគឺគេងាកមកមើលគាត់ហើយមានសម្លេងមនុស្សប្រុសចំណាស់ស្អែកថាហែងមើលអីសម្លេងហ្នឹងគឺស្អែកទាំងអស់គ្នាហើយមនុស្សទាំងអស់ហ្នឹងគឺឈោមើលគាត់តាមប្រួយហ្នឹងមើលមកគាត់ទាំងអស់មានគ្នាប្រហែលជាខ្ទង់10នាក់ជាងហើយសភាពដែលគាត់បានឃើញនៅក្នុងផ្ទះហ្នឹងគឺពួកហ្នឹងគឺស្លៀកពាក់បែបបុរាណដល់របៀបគេអាវសមានលេវមួយប៉ុណ្ណេះហើយខ្លះទៅមានពាក់ក្បិនហើយបើនៅខាងក្រោមវិញទាំងអស់គ្នាគឺមានរបៀបថាអ្នកស្លៀកពាក់ក្បិនវាពេញដីហើយគាត់ថែមទាំងបានឃើញទៀតគឺវាតាមជាងគឺគាត់បានឃើញវាតាមជាងទៀតទាំងអស់គ្នាពេលហ្នឹងបងប្អូនគាត់ថាគាត់ឃើញព្រាមគាត់ចាំយូរទេគាត់រត់ទៅខាងក្រោមព្រាមបាក់ព្រីចូលបន្ទប់អូនប្រុសរបស់គាត់សុំអូនប្រុសគាត់ដេកទៅដល់ក្នុងបន្ទប់អូនប្រុសរបស់គាត់អូនប្រុសគាត់កំពុងឃ្លុំភួយដេកញ័រខ្លួនហ្មងហើយបន្ទាប់ទៀតអូនស្រីរបស់គាត់ចូលក្នុងបន្ទប់នឹងដែរប្រាប់ថាខ្ញុំដេកដែរហើយពួកគាត់ទាំង3នាក់ឬក្នុងបន្ទប់ជាមួយគ្នាទាំងអស់គ្នាដោយអូនស្រីរបស់គាត់គឺដេកនៅលើគ្រែគាត់មានអូនប្រុសរបស់គាត់ហ្នឹងគឺរបៀបថាដេកនៅខាងក្រោមឃ្លុំភួយដេកហ្មងហើយពេលហ្នឹងឲ្យគាត់ដឹងច្បាស់ហ្មងថាគាត់មិនឃើញតែឯងទេបងគាត់ទាំងពីរនាក់ក៏បានឃើញដូចគ្នាដែរបងរបស់គាត់ទាំងពីរហ្នឹងគឺបានឃើញដូចគ្នាបងរបស់គាត់បងប្រុសហ្នឹងគឺថានៅក្នុងយប់ទី3ហ្នឹងគ្រាន់តែគាត់មើលតាមប្រឡោះទូចនេះប្រឡោះពួកចាស់មិញរបស់គាត់សម្លឹងទៅមើលអាផ្ទះមួយហ្នឹងទាំងគ្នាគឺគាត់បានឃើញច្បាស់ហើយពេលគាត់មើលទៅហ្នឹងគឺគេងាកមកមើលគាត់ទាំងអស់គ្នាហើយស្លាប់គាត់ចែកគឺគាត់បានឃើញច្បាស់ហ្មងគាត់មិនបានយល់សប្តិឬគាត់ស្មារតីទេជាមួយបងស្រីរបស់គាត់វិញបងស្រីរបស់គាត់ក៏ថាគាត់បានឃើញហ្នឹងពេលដែលគាត់ទៅផ្ទះបាយខាងក្រោយហើយផ្ទះបាយខាងក្រោយហ្នឹងគឺគេមានប្រួយចចដូចគ្នាតែប្រួយហ្នឹងគឺបាត់ហើយអត់វាថាមានមនោដេកបាំងទេអញ្ចឹងពេលគាត់ទៅមុជទៅផឹកទឹកហ្នឹងយកទឹកយកផឹកហ្នឹងគាត់ងាកកលៀសទៅកន្លែងហ្នឹងគាត់ឃើញផ្ទះហ្នឹងមានភ្លើងមានអីឬសម្លេងគេនិយាយគ្នាហ្នឹងគាត់ក៏ចង់ដឹងច្បាស់ថាស្អីគេគាត់ក៏មើលតាមប្រួយហ្នឹងទៅពេលដែលគាត់មើលទៅទាំងគ្នាគាត់បានឃើញក្មេងៗតូចៗហ្នឹងគឺវាតាមជាងហើយក្មេងៗអស់ហ្នឹងគឺស្លៀកពាក់ក្បិនខ្លួនឡើងខ្មៅហើយឃើញមានមនុស្សចាស់ឈោដើរចុះដើរឡើងហើយពួកហ្នឹងងាកមកមើលគាត់ទៀតនិយាយទៅឲ្យទៅពេលដែលពួកគាត់ទៅមើលគេហ្នឹងគឺគេដឹងទៅមើលវិញនឹងឯងទាំងអស់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះមានតែប៉ុណ្្នឹងទេហើយសម្រាប់គ្នាមានរឿងចែករំលែកកុំភ្លេចឆាត់ក្នុងខាងណាជីវិតខ្ញុំផង